and He has a delivery system to save us from our sin នេះជាចំណងជើងរបស់មេរៀនយើងអរលោកអ្នកបងប្អូនមានព្រះដឹងអំពីរបៀបហើយព្រះអង្គមានមធ្យោបាយក្នុងការផ្ដល់សេចក្តីសង្គ្រោះដល់យើងទាំងអស់គ្នាជាមនុស្សមានបាបអរគុណសៀកចំពោះទីបន្ទាល់នៅពេលដែលពីអ្នកប្តីប្រពន្ធដែលគាត់ធ្លាប់រួមរស់នៅជាមួយគ្នានៅពេលដែលការបែកបាក់ចូលមកអរអ្នកបងប្អូនមានយើងអត់ដឹងថាបេះដូងរបស់មនុស្សឈឺចាប់យ៉ាងណាទេប៉ុន្តែបុគ្គលដែលចូលរួមការនោះបានដឹងមែនទេគឺឈឺចាប់មែនទេប៉ុន្តែព្រះអង្គមានមធ្យោបាយនៅពេលដែលយើងទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះព្រះអង្គមានមធ្យោបាយក្នុងការព្យាបាលឲ្យយើងទាំងអស់គ្នារួចផុតអំពីការក្រំគ្រានៅក្នុងជីវិតកន្លែងនេះគឺសំខាន់មែនទេដូច្នេះហើយបានជានៅពេលដែលខ្ញុំព្យាយាមជម្រាបប្រាប់ឲ្យលោកអ្នកបងប្អូនមាននឹកចាំពីដើមឈើដែលស្លាប់ទេយើងក៏ដូច្នោះដែរដើមឈើដែលមានរោគដើមឈើខ្លះត្រូវស្លាប់ប៉ុន្តែដើមឈើខ្លះទៀតបានរស់ឡើងវិញក៏ប៉ុន្តែការរស់ឡើងវិញរបស់ដើមឈើនោះមានការពិសោធន៍ចំពោះសេចក្តីស្លាប់រួចទៅហើយយើងអ្នកជឿព្រះអង្គក៏ដូចគ្នាផងដែរយើងធ្លាប់មានការពិសោធន៍ចំពោះសេចក្តីស្លាប់ខាងឯព្រលឹងវិញ្ញាណនៅក្នុងជីវិតតែអរគុណព្រះអង្គដោយប្រគុណអស្ចារ្យរបស់ផងព្រះដែលបានធ្វើឲ្យយើងទាំងអស់គ្នាទៅជាមនុស្សមួយថ្មីប៉ុន្តែនៅពេលដែលយើងទៅជាមនុស្សមួយថ្មីអរអ្នកបងប្អូនមានធ្លាប់ជួបប្រទះនៅការពិសោធន៍ក្នុងជីវិតការឈឺចាប់នៅក្នុងជីវិតការទទួលការសំអប់ពីអ្នកដទៃកំហឹងការឈឺចាប់ការទាំងអស់នោះមាននៅក្នុងជីវិតរបស់ផងយើងដូច្នេះហើយបានជាយើងអ្នកជឿព្រះយេស៊ូវជាពិសេសក្នុងចំណោមនិកាយរបស់ផងយើងជឿទៅលើពាក្យមួយម៉ាត់ភាសាអង់គ្លេសគេថា sanctification ការញែកឲ្យបរិសុទ្ធគឺជាទង្វើរបស់ផងព្រះដែលជួយជ្រោយដីជួយជ្រោយជីវិតរបស់ផងយើងដើម្បីឲ្យជីវិតរបស់ផងយើងមានរសជាតិឡើងវិញឲ្យជីវិតរបស់ផងយើងមានការលូតលាស់ឡើងវិញនៅក្នុងជីវិតកន្លែងនេះគឺសំខាន់ណាស់លោកអ្នកបងប្អូនមានអរគុណព្រះដែលព្រះអង្គបានបន្តធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់ផងយើង The first point invitation ចំណុចទី1យើងទទួលសេចក្តីអញ្ជើញពីព្រះសូមអញ្ជើញបើកជាមួយខ្ញុំទៅក្នុងគម្ពីរម៉ាថាយជំពូក11តើតើនឹងមេរៀនដែលខ្ញុំបានជម្រាបប្រាប់ថាព្រះអង្គមានរបៀបហើយព្រះអង្គដឹងអំពីមធ្យោបាយក្នុងការសង្គ្រោះយើងឲ្យរួចផុតពីបាបចំណុចសំខាន់ទី1នៅក្នុងគម្ពីរម៉ាថាយជំពូក11សូមអញ្ជើញបើកទៅជាមួយខ្ញុំម៉ាថាយជំពូក11គឺជាសេចក្តីអញ្ជើញដ៏សំខាន់ដែលព្រះអញ្ជើញយើងទាំងអស់គ្នាដែលជាមនុស្សមានបាបឲ្យចូលមកចំពោះព្រះអង្គសំខាន់ណាស់ណាព្រះអធិការដែលបង្កើតផ្ទៃមេឃផែនដីអញ្ជើញយើងជាមនុស្សមានបាបឲ្យមកស្គាល់ព្រះអង្គដែលជាស្ដេចដែលបង្កើតផ្ទៃមេឃផែនដីនឹងរបស់សពសារពើវ៉ាវព្រះអង្គមានបន្ទូលដូច្នេះអស់អ្នកដែលលួយព្រួយហើយផ្ទុកធ្ងន់អើយចូលមកឲ្យខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក Matthew chapter 11 verse 28 to 30ចូលទទួលនឹងខ្ញុំហើយរៀនពីខ្ញុំចុះក្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹមពីព្រោះនឹងខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាលដែរនៅពេលដែលអស់អ្នកបងប្អូនមានសម្លឹងមើលទៅកាន់ invitation កន្លែងនេះសេចក្តីអញ្ជើញនៅកន្លែងនេះពីព្រះធ្វើឲ្យយើងទាំងអស់គ្នាគឺថាមានចិត្តរីករាយមែនទេមែនទេចាំបានជាមុននេះបន្តិចខ្ញុំចង់ជម្រាបប្រាប់លោកអ្នកបងប្អូនមានថាព្រះអធិការដែលបង្កើតផ្ទៃមេឃផែនដីនឹងរបស់របរសពសារពើអញ្ជើញមនុស្សមានបាបឲ្យចូលមកឯព្រះអង្គដើម្បីអ្វីដើម្បីឲ្យយើងទាំងអស់គ្នាបានឈប់សម្រាកមិនត្រឹមតែឈប់សម្រាកខាងឯរូបកាយប៉ុន្តែសម្រាកខាងឯព្រលឹងវិញ្ញាណផងដែរព្រះប្រាប់យើងនៅក្នុងខ29ដែលព្រះអង្គមានបន្ទូលថាចូលទទួលនឹងខ្ញុំហើយរៀនពីខ្ញុំចង់អ្នកបងប្អូនមានគូសនៅជុំវិញពាក្យរៀនមួយម៉ាត់
គឺមានលក្ខណៈសំខាន់មែនទែនសម្រាប់មនុស្សលោកទាំងអស់ការរៀនសូត្រធ្វើឲ្យយើងទាំងអស់គ្នាទទួលចំណេះហើយយកចំណេះនោះដើម្បីធ្វើឲ្យសង្គមដែលយើងរស់នៅអាចយល់ពីគ្នាទៅវិញទៅមកហើយយើងយល់ព្រមជាមួយគ្នាអំពីអ្វីដែលយើងរៀនហើយយើងចោះចូលហើយយើងយកការដែលយើងរៀនឲ្យទៅជាការអនុវត្តសម្រាប់ជីវិតទៅសង្គមនោះមានលក្ខណៈជឿនលឿនទៅមុខហើយទទួលបាននូវជំនួយដ៏ធំអំពីការរៀនសូត្ររបស់ផងយើងដូច្នេះកន្លែងនេះសំខាន់មែនទែនអរគុណបងប្អូនមីមានព្រះយេស៊ូវប្រាប់ថាចូលមកឲ្យខ្ញុំហើយរៀនពីខ្ញុំចុះរៀនពីខ្ញុំហើយរៀនហើយគ្រូរបស់ផងយើងដែលបង្រៀនយើងព្រះអង្គមានបន្ទូលប្រាប់យើងថាត្បិតខ្ញុំ slow ខ្ញុំធ្លាប់រៀនការនៅស្រុកខ្មែរកាលខ្ញុំនៅទូចឆ្នាំ60 ផ្លាយខ្ញុំនៅទូចនៅឡើយខ្ញុំឃើញអ្នកខ្លះដែលធ្វើខុសខ្ញុំអត់ដែលទទួលតនកម្មទេពីព្រោះខ្ញុំព្យាយាមឲ្យទៅជាក្មេងល្អប៉ុន្តែក្មេងខ្លះត្រូវទទួលតនកម្មតែយ៉ាងម៉េចទេហើយគ្រូនឹងក៏ចំណាប់ទៅទៀតអ្នកណាដែលមានកញ្ចក់ដៃវិញក៏ឲ្យធ្វើដៃអញ្ចេះធ្វើដៃអញ្ចេះហើយយកបន្ទាត់មកវាយនៅលើកញ្ចក់ដៃគ្នាឈឺមែនទេមែនទេទទួលតនកម្មគ្រូល្អមែនខំប្រឹងមែនក៏ប៉ុន្តែព្រះយេស៊ូវប្រាប់ថាចូលមកឲ្យខ្ញុំរៀនពីខ្ញុំចុះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពមិនត្រឹមតែស្លូតទេព្រះអង្គសុភាពទៀតព្រះអង្គបង្រៀនប្រាប់យើងអំពីមធ្យោបាយអំពីផ្លូវសម្រាប់ជីវិតពីព្រោះខគម្ពីរនេះប្រាប់ថានោះអ្នករាល់គ្នានឹងបានសម្រាប់ហើយពាក្យដែលក្នុងខគម្ពីរនេះប្រាប់ថាសម្រាប់យ៉ាងម៉េចសម្រាប់ដល់ព្រលឹងហេតុអីក៏ព្រះមានបន្ទូលនៅក្នុងកន្លែងនេះហេតុអីក៏សម្រាប់ដល់ព្រលឹងវ៉ាវនៅពេលដែលយើងស្គាល់ពីអត្ថន័យនៅក្នុងកន្លែងនេះជាពិសេសយើងជាអ្នកជឿព្រះអង្គបានជាយើងដឹងថាព្រះអង្គមានមូលហេតុច្បាស់លាស់របស់ផងព្រះអង្គដែលព្រះអង្គប្រាប់ថាបើសិនជាអ្នកឯងរៀនពីខ្ញុំត្បិតខ្ញុំស្លូតហើយសុភាពនោះអ្នកនឹងបានសម្រាប់ដល់ព្រលឹងព្រលឹងគេនិយាយអំពីអ្វីដែលតាក់ទងនឹងសេចក្តីស្លាប់មែនទេក៏ប៉ុន្តែខគម្ពីរប្រាប់យើងនៅក្នុងកន្លែងនេះថាមិនអ្នកឯងមិនចាំបាច់រងចាំសេចក្តីស្លាប់ទៅអ្នកឯងបានសម្រាប់ទេនៅពេលដែលអ្នកទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះអ្នកក៏បានសម្រាប់ខាងឯព្រលឹងវិញ្ញាណផងដែរតែនេះសំខាន់មែនទែនអរអ្នកបងប្អូនមានអ្នករាល់គ្នានឹងបានសម្រាប់ខាងឯព្រលឹងពីព្រោះអ្វីដែលអ្នករៀនពីខ្ញុំគឺងាយហើយបន្ទុកខ្ញុំក៏ស្រាលដែរកន្លែងនេះឯងអរអ្នកបងប្អូនមានដែលខ្ញុំព្យាយាមបញ្យល់ប្រាប់លោកអ្នកបងប្អូនមានពីដើមឈើដែលស្លាប់ប៉ុន្តែរស់ឡើងវិញមូលហេតុអ្វីដូច្នេះហើយបានជាមនុស្សកាលណាយើងកើតមកកាលណាយើងធំដឹងក្តីមកឡើងយើងដឹងថា something wrong បានជាយើងនាំគ្នាខំប្រឹងរៀនធ្វើល្អមនុស្សខំប្រឹងបង្កើតសាសនាជាយានជាមធ្យោបាយដែលមនុស្សស្វែងរកព្រះមែនទេកន្លែងនេះគឺជាសេចក្តីពិតទោះបីមនុស្សខំស្ពាយទង្វើរបស់យើងដាក់នៅក្នុងធុងនេះជួនកាលសម្ពីនោះវាធ្ងន់ហួសពីសមត្ថភាពរបស់យើងក៏ដោយក៏ប៉ុន្តែមនុស្សនាំគ្នាខំប្រឹងបង្កើតសាសនាជាយានជាមធ្យោបាយដែលមនុស្សស្វែងរកព្រះហើយអ្នកដែលខំប្រឹងខ្លាំងជាងគេដឹងកណ្ដាលអ្នកបងប្អូនមានគឺកូនចៅរបស់ផងព្រះជនជាតិអ៊ីស្រាអែលពីព្រោះនៅពេលដែលព្រះបានហៅអាប់រ៉ាហាំឲ្យចេញពីទឹកដីរបស់ផងគាត់ពួកគេមានសាសនាដើមរបស់ផងគេរួចស្រេចទៅហើយដូច្នេះនៅពេលដែលព្រះត្រាស់ហៅគឺគេបានលះបង់សាសនាដើមរបស់ផងគេលះបង់ការអនុវត្តអំពីជីវិតរបស់ផងគេអ្វីដែលគេយល់ពីដើមហើយគេដើរទៅក្នុងផ្លូវរបស់ផងព្រះខ្ញុំចង់លើកទឹកចិត្តអរអ្នកបងប្អូនមានខ្ញុំស្រឡាញ់អរអ្នកបងប្អូនមានហើយខ្ញុំយល់ច្បាស់មែនទែនអំពីអ្វីដែលអរអ្នកបងប្អូនមានដើរនៅក្នុងសេចក្តីជំនឿនៅក្នុងព្រះរបស់ផងយើងហើយយើងដឹងថារដូវឆ្នាំរដូវពេលនេះគឺជារដូវស្អីជារដូវបុណ្យភ្ជុំមែនទេពីព្រោះយើងអ្នកជឿព្រះយេស៊ូវយើងអត់ជឿថាដូនតាយើងចង់នរកអីមែនទេប៉ុន្តែអ្នកដែលកាន់សាសនាគេជឿថាអូពិបាកមែនទេពីព្រោះគាត់ខំប្រឹងធ្វើមួយជីវិតរបស់ផងគាត់ហើយគាត់ត្រូវតែបន្តធ្វើទៀត
ដូច្នេះអង្គអ្នកបងប្អូនមានកន្លែងនេះឯងដែលព្រះគម្ពីរនេះឲ្យតម្លៃដល់យើងខ្លាំងមែនទែនព្រះអនុញ្ញាតឲ្យយើងទាំងអស់គ្នាព្រះ invite យើងព្រះបញ្ជូនសេចក្តីអញ្ជើញដល់យើងទាំងអស់គ្នាថាអញ្ជើញចូលមកខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកខាងឯព្រលឹងវិញ្ញាណដូច្នេះបើសិនជាយើងសម្លឹងមើលទៅក្នុងអត្ថន័យនៃការដែលព្រះចង់ផ្ដល់ដល់យើងគឺមានលក្ខណៈសំខាន់មែនទែនដែលយើងជឿថាព្រលឹងវិញ្ញាណរបស់ផងយើងនឹងទៅសោយសុខនៅឋានអស់កលជានិច្ចជាមួយនឹងព្រះមែនទេយើងទៅនៅនគរឋានសួគ៌ជាមួយនឹងព្រះអង្គហើយបើសិនជាដូនតាអរលោកអ្នកបងប្អូនមានដែលគាត់ចែកឋានទៅដែលមិនស្គាល់ព្រះយេស៊ូវសោះអធិដ្ឋានទៅព្រះអង្គម្ចាស់ហើយជាដូនជាតាខ្ញុំក៏មិនដឹងទៅកន្លែងណាទេប៉ុន្តែខ្ញុំប្រគល់ព្រលឹងវិញ្ញាណរបស់គាត់ថ្វាយព្រះសូមព្រះអង្គម្ចាស់ផ្ដល់សេចក្តីមេត្តាករុណាអាណិតអាសូរសង្គ្រោះព្រលឹងវិញ្ញាណរបស់ផងគាត់នោះបើសិនជាលោកអ្នកបងប្អូនមានអត់ច្បាស់ហើយខ្ញុំជឿថាព្រះអធិការដែលបង្កើតរបស់រាប់សែនរាប់កោដរាប់លានរាប់ trillion គាត់ណាផ្នែកទូចមួយនៅក្នុងខ្លួនយើងរាប់កោដដែលបានផ្សំគ្នាឡើងឲ្យទៅជាយើងម្នាក់ដូច្នេះបើព្រះអង្គមានសមត្ថភាពអាចបង្កើតឲ្យលោកអ្នកបងប្អូនមាននឹងខ្ញុំព្រះក៏មានសមត្ថភាពអាចអត់ទោសជីដូនជីតាយើងដែរមែនទេខ្ញុំប្រើពាក្យសាមញ្ញព្រះមានសមត្ថភាពបង្កើតរបស់ទាំងអស់ហើយព្រះក៏មានសមត្ថភាពបង្កើតយើងពីព្រោះយើងអ្នកជឿព្រះយេស៊ូវយើងជឿថាយើងជាមនុស្សដែលបង្កើតដោយសារព្រះអង្គផ្លុំខ្យល់ដង្ហើមចូលមកក្នុងរូបរាងកាយយើងឲ្យយើងអាចរស់រានមានជីវិតពេលមួយរូបកាយបាត់បង់ទៅព្រលឹងវិញ្ញាណរបស់ផងយើងនឹងត្រឡប់ទៅរកព្រះវិញដូច្នេះព្រះអង្គមានសមត្ថភាពក្នុងការសង្គ្រោះយើងទាំងអស់គ្នាលក្ខណៈទី1ចាប់ផ្ដើមមុនដំបូងគឺព្រះជាអ្នកចាប់ផ្ដើម God initiate that salvation process ព្រះអង្គជាអ្នកបង្កើតមិនមែនយើងទេគឺយើងធ្លាក់នៅក្នុងជីវិតទៅក្នុងអំពើបាបហើយព្រះនាំយើងឲ្យមកជិតព្រះអង្គវិញនេះលក្ខណៈទី1លក្ខណៈទី2រស់នៅក្នុងជីវិតដែលអនុវត្តអំពីអ្វីដែលមេរៀនដែលយើងរៀនពីព្រះអរគុណព្រះអង្គអរគុណចំពោះសេចក្តីធ្វើទីបន្ទាត់របស់សៀកថ្ងៃនេះហើយអរគុណចំពោះទីបន្ទាត់របស់នេះកាលពីសប្តាហ៍កន្លងទៅដែរអរអ្នកបងប្អូនមានយើងទាំងអស់គ្នាជាមនុស្សយើងរៀនពីគ្នាទៅវិញទៅមកសង្គមខ្មែរយើងភាគច្រើនយើងរៀនអំពីគេហៅថា informal education មួយម៉ាត់បានន័យថាយើងចេះធ្វើស្រែពីដូនតាយើងរបៀប pure ដកស្ទូងបើសិនជាយើងដាំស្រូវទៅយើងធ្វើយ៉ាងម៉េចបើយើងព្រោះស្រូវយើងធ្វើយ៉ាងម៉េច informal education ដោយគេមិនបានចម្លងទុកដាក់នៅក្នុងសៀវភៅឲ្យយើងរៀនប៉ុន្តែទំនៀមទម្លាប់ខ្លះគេត្រូវធ្វើជាសៀវភៅហើយយើងរៀនអំពីទ្រឹស្ដីឬក៏អ្វីដែលយើងត្រូវរៀនប៉ុន្តែអរគុណព្រះដូច្នេះហើយបានជាពួកអ្នកជឿព្រះយេស៊ូវគេបានកត់ត្រាអំពីសេចក្តីបង្រៀនដែលយើងទាំងអស់គ្នាអាចរៀនពីគ្នាទៅវិញទៅមកអាចរៀនអំពីព្រះអង្គអ្វីទៅដែលជាផ្លូវសម្រាប់ជីវិតនៅពេលណាដែលយើងត្រូវការជំនួយយើងយកព្រះបន្ទូលរបស់ផងព្រះជាជំនួយសម្រាប់យើងទាំងអស់គ្នាម្ដងហើយម្ដងទៀតយើងត្រឡប់មករកព្រះបន្ទូលរបស់ផងព្រះជាជំនួយដល់យើងអរគុណព្រះពីព្រោះយើងយកព្រះបន្ទូលរបស់ផងព្រះជាផែនទីសម្រាប់ទោះត្រាយសម្រាប់ការធ្វើដំណើរនៅក្នុងជីវិតរបស់ផងយើងខ្ញុំសូមអញ្ជើញអស់អ្នកបងប្អូនវិញ្ញាណបើកជាមួយខ្ញុំទៅគម្ពីរកាឡាទីនៅទំព័រ1509នៅចំពោះ4សាវកពូលនៅពេលដែលគាត់សរសេរសម្បត្តិទៅកាន់ពួកជំនុំនៅក្នុងទីក្រុងកាឡាទីចាប់ពីខ3ទៅចាប់ពីខ1គាត់និយាយថាយើងទាំងអស់គ្នាបានគ្រងមរតកនៅក្នុងព្រះគឺយើងទាំងអស់គ្នាមិនមែនជាគ្រាន់តែជាអ្នកបាវបម្រើរបស់ព្រះយេស៊ូវទេប៉ុន្តែយើងទាំងអស់គ្នាជាកូនរបស់ផងព្រះអង្គជាមនុស្សដែលមានឯកសិទ្ធិសំខាន់នៅក្នុងនគរឋានសួគ៌របស់ផងព្រះនៅក្នុងសេចក្តីបង្រៀនរបស់ផងព្រះសូមអញ្ជើញមើលទៅក្នុងខ3សាវកពូលក៏និយាយទៅកាន់ពួកជំនុំថាឯយើងរាល់គ្នាក៏ដូច្នោះដែរ
កាលយើងនៅពីក្មេងនៅឡើយនោះយើងត្រូវជាប់ចំណងក្នុងអំណាចទាំងអស់នៃសេចក្តីបឋមសិក្សារបស់លោកីគាត់និយាយដូច្នោះហើយបានជាយើងទាំងអស់គ្នាដើរទៅតាមសង្គមនិងការបង្រៀនរបស់សង្គមដែលយើងរស់នៅមែនទេខ្មែរយើងជួបគ្នាយើងសំពះគ្នាគឺជាសញ្ញានៃការដឹងខុសត្រូវរបស់ផងយើងជាទំនៀមទម្លាប់របស់ផងយើងសម្រាប់ការរស់នៅរបស់ផងយើងមែនទេបើសិនជាយើងទាំងអស់គ្នាទៅភូមិដាច់ស្រយាលបំផុតហើយយើងគេមើលមកយើងថាជាខ្មែរសោះនៅពេលដែលយើងលូកដៃទៅចាប់ដៃគេថាហេស្អីគេនោះហើយបើសិនជាអ្នកនោះមិនដែលស្គាល់ការចាប់ដៃយ៉ាងម៉េចផងប៉ុន្តែបើសិនជាយើងជម្រាបសួរគ្នាគេដឹងថាយើងនឹងជាយ៉ាងម៉េចដូច្នេះហើយបានជាខគម្ពីរនេះប្រាប់យើងនៅក្នុងខ3គេថាយើងទាំងអស់គ្នារៀនហើយយើងទាំងអស់គ្នាជាប់ចំណងនៅក្នុងអំណាចនៃលោកីដែលយើងរស់នៅដូច្នេះបើយើងស្គាល់អំពីការរស់នៅនោះតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការរស់នៅទាំងអស់នោះជាជំនួយសម្រាប់ជីវិតយើងទាំងអស់គ្នាប៉ុន្តែវាជាការពិតដែលយើងទាំងអស់គ្នាត្រូវទទួលសម្ពាធពីសង្គមដែលយើងទាំងអស់គ្នារស់នៅដូច្នេះហើយខ្ញុំយល់ច្បាស់មែនទែនពីព្រោះខ្ញុំក៏ជាខ្មែរដោយអរអ្នកបងប្អូនមានដែរអំពីសម្ពាធដែលយើងរស់នៅក្នុងសង្គមមួយដែលមនុស្សភាគច្រើនមិនទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះមែនទេប៉ុន្តែយើងទាំងអស់គ្នាមានមរតកដ៏ល្អនៅក្នុងជីវិតរបស់ផងយើងដែលយើងអាចចែកមរតកនៃការយល់ដឹងរបស់ផងព្រះដល់បងប្អូនផ្សេងទៀតដែលគាត់ពុំទាន់ស្គាល់ព្រះអង្គដូច្នេះខ3ចង់និយាយប្រាប់យើងថាយើងទទួលអំណាចនៃការគ្រប់គ្រងអ្វីដែលជាអធិពលរបស់លោកីនេះក៏ប៉ុន្តែខ4ប្រាប់យើងថាម៉េចថានោះពេលវេលាមកដល់នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យចាប់កំណើតជាមួយនឹងស្ត្រីគឺក្រោមអំណាចនៃក្រឹតវិន័យដើម្បីនឹងលួសពួកអ្នកដែលនៅក្រោមក្រឹតវិន័យប្រយោជន៍ឲ្យយើងទាំងអស់គ្នាទទួលសគុណជាកូនចិញ្ចឹមព្រះប្រាប់យើងថាម៉េចអរលោកអ្នកបងប្អូនមាននៅក្នុងកន្លែងនេះមុននេះបន្តិចខ្ញុំប្រើពាក្យថាសាសនាដូច្នេះហើយបានជាយើងទាំងអស់គ្នាព្រះស្រឡាញ់មនុស្សលោកព្រះអង្គស្រឡាញ់ពួកអ្នកដែលកាន់សាសនាតឹងរឹងដែរមែនទេប៉ុន្តែសាសនាជាយានជាមធ្យោបាយដែលមនុស្សស្វែងរកព្រះមនុស្សមិនអាចទៅរកព្រះឃើញពីព្រោះអ្វីពីព្រោះទង្វើដែលយើងធ្វើទាំងអស់ភាគច្រើនពុំបានទៅដល់អ្វីដែលជាទីសក្ការៈការថ្វាយបង្គំរបស់ផងយើងនោះទេអ្វីដែលយើងធ្វើគឺវិញ្ញាណនៃសេចក្តីអាក្រក់បានទាញយកលទ្ធផលនៃទង្វើរបស់ផងយើងជាជាងថ្វាយបង្គំព្រះយើងនាំគ្នាថ្វាយបង្គំអរិយសាតាំងដូច្នេះហើយបានជាលោកីនេះយើងទាំងអស់គ្នាដើរនៅក្នុងសេចក្តីងងឹតជានិច្ចដូច្នេះហើយបានជាព្រះដ៏ជាព្រះអធិការប្រាប់ថាឲ្យយើងថ្វាយបង្គំព្រះអង្គពីព្រោះព្រះអង្គជាពន្លឺសម្រាប់ជីវិតព្រះអង្គជាពន្លឺនៃលោកីរៀនពីព្រះអង្គពីព្រោះព្រះអង្គសេចក្តីបង្រៀនរបស់ផងព្រះអង្គល្អដែលនាំយើងទាំងអស់គ្នាឲ្យទៅជួបនឹងសេចក្តីសុខសាន្តសម្រាប់ជីវិតរបស់ផងយើងអរលោកអ្នកបងប្អូនមាននៅក្នុងខគម្ពីរកន្លែងនេះព្រះអង្គប្រាប់យើងថាយើងទាំងអស់គ្នានឹងទៅជាកូនរបស់ផងព្រះអង្គខ6ដោយព្រោះអ្នករាល់គ្នាជាកូនបានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងជីវិតអ្នករាល់គ្នាឲ្យបន្លឺឡើងថាអបាព្រះបិតាអើយដូច្នេះអ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេគឺជាកូនវិញហើយបើជាកូននោះអ្នករាល់គ្នានឹងបានទទួលមរតកនៃព្រះដោយសារព្រះយេស៊ូវគ្រីស្ទដែរនៅវេលានោះអ្នកកាលណាអ្នករាល់គ្នាមិនស្គាល់ព្រះនោះត្រូវសំទោសខ8នៅវេលានោះកាលណាអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះនោះត្រូវជាប់បម្រើដល់អស់ទាំងរបស់ដែលមិនមែនជារបស់ព្រះពីកំណើតទេឥឡូវនេះលុះបានស្គាល់ព្រះស៊ូថាព្រះស្គាល់យើងវិញនោះធ្វើដោយម្ដេចឲ្យអ្នករាល់គ្នាបានត្រឡប់ជាបឋមសិក្សានៅឡើយនៅខ្សោយនៅឡើយកន្លែងនេះគាត់ចង់និយាយដូច្នេះគាត់ចង់និយាយថាការដើមឡើយយើងជាមនុស្សមានបាបហើយរស់នៅក្រោមនឹមនៃអំពើបាបប៉ុន្តែឥឡូវនេះយើងទាំងអស់គ្នាបានក្លាយទៅជាកូនរបស់ផងព្រះអង្គយើងស្គាល់ព្រះ
ប៉ុន្តែនៅក្នុងវងកញ្ចក់សាវកពលគាត់និយាយថាយើងគួរតែគិតថាមិនមែនយើងទេដែលស្គាល់ព្រះអង្គគឺព្រះទេដែលស្គាល់យើងវិញកន្លែងនេះសំខាន់មែនទែនអស់លោកអ្នកបងប្អូនមិញមានកន្លែងនេះឯងដែលព្រះអនុញ្ញាតឲ្យយើងទាំងអស់គ្នារស់នៅក្នុងជីវិតដែលយើងទាំងអស់គ្នាអាចធ្វើដំណើរក្នុងព្រះដោយគ្មានលក្ខខណ្ឌខ្ញុំចង់ឲ្យបងប្អូនមានដើរក្នុងព្រះដោយអំណរដោយសេចក្តីស្រឡាញ់ដោយអសប្បាយព្រះពុំដែលដាក់បញ្ញត្តិឲ្យអស់លោកអ្នកបងប្អូនមានធ្វើអ្វីទាំងអស់ឲ្យដូចខ្ញុំទេហើយខ្ញុំក៏មិនត្រូវធ្វើអ្វីទាំងអស់ឲ្យដូចអស់លោកអ្នកបងប្អូនមានដែរបើសិនជាយើងយល់ពីកន្លែងនេះច្បាស់គឺថាវ៉ាវយើងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងហើយយើងទាំងអស់គ្នានឹងមានមោទនភាពជាអ្នកជឿព្រះជាកូនរបស់ផងព្រះអង្គមែនទែនពីព្រោះព្រះនៃយើងព្រះអង្គឆ្លើយតបមកតាមសេចក្តីត្រូវការរបស់ខ្ញុំដោយយល់ទៅតាមសេចក្តីត្រូវការរបស់ផងខ្ញុំហើយខ្ញុំជឿថាព្រះឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់សៀកទៅតាមសេចក្តីត្រូវការរបស់ផងគាត់ហើយខ្ញុំជឿថាព្រះឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់នេះទៅតាមការដែលគាត់ត្រូវការមែនទេសិភៅមួយនេះដែលខ្ញុំស្រឡាញ់គេនិយាយថា canoeing the mountain ចែវទូកនៅលើខ្នងភ្នំហើយខ្នងភ្នំនោះមិនមែនភ្នំធម្មតាទៀត Rocky Mountain ទៀតនៅលើខ្នងភ្នំដូច្នេះដំណើរជីវិតរបស់យើងអស់លោកអ្នកបងប្អូនមិនមានមុននេះបន្តិចខ្ញុំនិយាយថាយើងមានអ្វីមួយជាគោលដៅសម្រាប់ជីវិតដែលសម្រាប់ត្រួសត្រាយយើងក៏ប៉ុន្តែកន្លែងខ្លះអត់មានអ្នកណាសរសេរនៅក្នុងសិភៅហើយអត់មានអ្នកណាប្រាប់យើងជាមុនថាហេបើកូនឯងបើអ្នកឯងទៅការជាមួយបរិមនេះជាមួយនឹងស្ត្រីនេះគេថាអត់អីទេ everything is just piece of cake ណាអត់អីទេប៉ុន្តែវាមិនដូចឆ្នាំទេកាលយើងនៅស្រឡាញ់គ្នានៅឡើយក៏យើងស្គាល់គ្នាតាមដំបូងគាត់ល្អជាមួយយើងណាស់មែនទេស្រាប់តែបន្តិចក្រោយមកគាត់ទៅជាមនុស្សមួយផ្សេងដែលយើងទាំងអស់គ្នាមិនគិតស្មានតែការនេះកើតមានឡើងប៉ុន្តែអស់អ្នកបងប្អូនមានត្រូវដឹងថាបើសិនជាយើងស្រឡាញ់ព្រះអស់ពីចិត្តអស់ពីគំនិតអស់ពីកម្លាំងព្រលឹងវិញ្ញាណគឺភាសាអង់គ្លេសគេប្រើពាក្យមួយម៉ាត់ថា uncharted territory គឺកន្លែងដែលមនុស្សមិនទាន់ដើរទៅដល់នៅឡើយមិនទាន់មានអ្នកណាសរសេរជាផ្លូវការទុកដាក់ឲ្យយើងដឹងឲ្យយើងរៀននៅឡើយដូច្នេះយើង on the job training យើងដើរជាមួយគ្នាយើងរៀនពីគ្នាទៅវិញទៅមកជាគ្រូគង្វាលខ្ញុំបានរៀនច្រើនមែនទែនតាំងពីរបៀបគ្រប់គ្រងឬក៏របៀបអ្វីដែលនៅក្នុងកន្លែងដែលយើងមិនដែលស្គាល់នៅម្នាក់ប៉ូលីសដើមឈើ2យើងទទួលសម្បត្តិពីសាលាក្រុងថាត្រូវកាត់ដើមឈើនេះគេឲ្យពេលយើង2អាទិត្យត្រូវកាត់ដើមឈើខ្ញុំទៅសួរសាលាក្រុងខ្ញុំថាហេ inspector អ្នកណាឲ្យ ticket យើងត្រូវសួរអ្នកនោះតើខ្ញុំត្រូវធ្វើដូចម៉េចគេថាអ្នកឯងអាចទៅជួលគេបានប៉ុន្តែអ្នកឯងត្រូវទៅជួលនឹងត្រូវតែមាន license ប៉ុន្តែបើអ្នកឯងគ្មានលុយទេកាត់ខ្លួនឯងទៅហើយមិនពិបាករក license អីទេអាចធ្វើខ្លួនឯងបានយើងប្រគ្រោះគ្នាចំណាយពេលមួយថ្ងៃកាត់ដើមឈើ2ធំចោលអ្វីដែលយើងត្រូវធ្វើ parking lot នៅខាងក្រៅពេលយើងធ្វើយើងខ្ញុំទៅសួរសាលាក្រុងដល់ព្រោះយើងត្រូវការសុំ license គេមើលមកខ្ញុំគេថាអ្នកឯងមិនត្រូវការ license អីទេ permit ណាមូលហេតុខ្ញុំសួរគេមូលហេតុដែលខ្ញុំមិនត្រូវការ permit ពីព្រោះ parking lot ធំណាស់គេឆ្លើយមកខ្ញុំវិញគេថាបើសិនជាគាត់តែចាក់កស៊ូអត់ត្រូវការ permit ទេពីព្រោះពេលភ្លៀងមកទឹកវាសើមចូលទៅក្នុងដីដូច្នេះរត់គេសបាយគេថាយើងចាក់កស៊ូប៉ុន្តែបើសិនជាចាក់ដែលស៊ីម៉ងត្រូវការ permit ដូច្នេះយើងរៀនមួយទៀតមែនទេយើងរៀនមួយទៀតដើមឈើហើយដបូលគេថាបើអ្នកឯងធ្វើខ្លួនឯងបើដបូលមួយជាន់អ្នកឯងអាចដាក់មួយជាន់ទៀតបានដូច្នេះមិនពិបាក permit ទេមិនត្រូវពិបាក inspector មក inspect ទេយើងរៀនបាទហើយស្លាប់ជាដើមបើអ្នកណាធ្វើទាហានរដ្ឋាភិបាលចេញលុយឲ្យដូច្នេះយើងរៀន on the job training រស់នៅក្នុងជីវិតរបស់ផងយើងក៏ដូច្នោះដែរអង្គអ្នកបងប្អូនមានបើកបេះដូងប្តីយើងគាត់អត់ដឹង 100% ទេប្រពន្ធយើងគាត់អត់ដឹងថា 100% អ្វីដែលត្រូវធ្វើទេយើងបើកបេះដូងយើង
អត់ទោសឲ្យគ្នាទៅវិញទៅមកស្រឡាញ់គ្នាទៅវិញទៅមកការអត់ទោសមិនមែនបានន័យថាអ្នកនោះខុសហើយយើងត្រូវបានអត់ទោសឲ្យគេទេមែនទេដូច្នេះមនុស្សជាច្រើនគេផន់ច្រឡំអំពីអត់ទោសនេះតាមពិតពីអត់ទោសមិនបានន័យថាគេខុសបានយើងអត់ទោសឲ្យគេទេដូច្នេះយើងត្រូវអត់ទោសឲ្យខ្លួនយើងដែរមែនទេកន្លែងនេះសំខាន់មែនទេអរលោកអ្នកបងប្អូនមានកន្លែងនេះសំខាន់មែនទេដូច្នេះហើយបានជាព្រះប្រាប់ថារៀនពីខ្ញុំនឹងបង្រៀនប្រាប់អ្នករាល់គ្នាហើយបាទយើងអ្នកជឿព្រះយេស៊ូវបើអត់យល់ទេគេមានសភៅមួយទៀតបញ្យល់ប្រាប់យើងគេថាពាក្យថា judge មួយម៉ាត់មានន័យថាដូចម្ដេចកាត់ទោសពាក្យថាបរិសុទ្ធមួយម៉ាត់មានន័យថាយ៉ាងម៉េចយើងបញ្យល់ប្រាប់គ្នាទៅវិញទៅមកដូច្នេះព្រះយេស៊ូវប្រាប់ថារៀនពីខ្ញុំស្លូតហើយខ្ញុំសុភាពដូច្នេះយើងរៀនពីគ្រូល្អមែនទេដូច្នេះយើងអរគុណព្រះអង្គអរគុណព្រះអង្គចំពោះសេចក្តីមេត្តាករុណារបស់ផងព្រះសម្រាប់ជីវិតរបស់ផងយើងទាំងអស់គ្នាអរគុណព្រះអង្គដែលព្រះអង្គតែងតែអនុគ្រោះហើយផ្ដល់សេចក្តីអនុគ្រោះដល់យើងនៅពេលណាដែលយើងធ្វើបាបទោសនឹងព្រះអង្គតែងតែមានសេចក្តីមេត្តាករុណាដល់យើងជានិច្ចដូច្នេះយើងចូលដល់ uncharted territory កន្លែងនេះសំខាន់មែនទែនដូច្នេះហើយបានជាលោកគ្រូសផលមុននេះបន្តិចលោកគ្រូសផលក៏បានលើកពីពាក្យអធិដ្ឋានគំរូព្រះបង្រៀនប្រាប់យើងពីព្រោះនេះយើងចូលទៅដល់កន្លែងមួយទឹកដីមួយដែលយើងទាំងអស់គ្នាអត់ដឹងអ្វីទាំងអស់ដែលយើងត្រូវធ្វើសម្រាប់ជីវិតរបស់ផងយើងប៉ុន្តែព្រះបង្រៀនប្រាប់យើងឲ្យយើងចេះអធិដ្ឋានឲ្យព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយគម្ពីរម៉ាថាយជំពូក6នៅក្នុងខ9ទៅគឺជាគំរូនៃសេចក្តីបង្រៀនពីការអធិដ្ឋានឲ្យព្រះវរបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយសូមព្រះនាមទ្រង់បានបរិសុទ្ធភាពបរិសុទ្ធគឺជារបស់ព្រះមិនមែនជាទង្វើរបស់ផងយើងទេប៉ុន្តែអ្នកកាន់សាសនាខ្ញុំកណ្ដាលខ្ញុំប្រើពាក្យថាកាន់សាសនាមួយម៉ាត់បានន័យថាវាបើកទូលំទូលាយសម្រាប់មនុស្សទាំងអស់ដែលជឿលើសាសនានៅលើលោកនេះគឺមនុស្សដែលខំប្រឹងធ្វើល្អដោយខ្លួនឯងគិតថាភាពបរិសុទ្ធយើងត្រូវខំប្រឹងប៉ុន្តែភាពបរិសុទ្ធជារបស់ព្រះបង្រៀនប្រាប់យើងថាអោព្រះវរបិតាដែលគង់នៅឋានសួគ៌អើយសូមព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរីកទ្រង់បានមកដល់ដូច្នេះកុំឲ្យនៅឆ្ងាយពីទូបង្គំពេកសូមឲ្យវត្តមានរបស់ផងព្រះអង្គស្ថិតនៅក្បែរទូបង្គំសូមឲ្យព្រះハរតីរបស់ទ្រង់បានសម្រេចនៅលើផែនដីនេះដូចជានៅស្ថានសួគ៌ផងដែរដូច្នេះហើយបានជាប្រទេសអ្នកជឿព្រះយេស៊ូវជំអែកគ្នាទៅវិញទៅមកដោយអាហារដែលយើងមានបរិភោគគ្រប់គ្រាន់សម្រាប់ជីវិតសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសំខាន់មែនទេកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញត្បិតរាជប្រជាស្ដារនិងសេរីល្អជារបស់ផងទ្រង់អស់កលជានិច្ចអាមែនខ្ញុំសូមអញ្ជើញលោកអ្នកបងប្អូនមាននៅឈរជាមួយខ្ញុំនឹងអានខគម្ពីរមួយជាគោលគម្ពីរបិទកម្មវិធីរបស់ផងយើងសូមទោសខ្ញុំលេខបន្តិចព្រោះខ្ញុំទៅ Rochester ហើយនៅក្នុងគម្ពីរកូឡូសសំទោសគម្ពីរធីម៉ូថេខ្សែទី2ជំពូកចុងក្រោយណាជំពូកគម្ពីរកូរិនថូសកូរិនថូសខ្សែទី2នៅទំព័រ1504ជំពូក13ខ14សូមឲ្យគម្ពីរកន្លែងនេះគឺជាគោលគម្ពីរដែលជាសេចក្តីអធិដ្ឋានសម្រាប់បទកម្មវិធីរបស់យើងសាវកប៉ូលនិយាយទៅកាន់ពួកជំនុំនៅក្នុងទីក្រុងកូរិនថូសសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទនិងសេចក្តីស្រឡាញ់របស់ព្រះនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធអាមែន